រកពេលដែលយើងលើដំណឹងថាតម្លៃមាសនៅលើទីផ្សារហក់ឡើងខ្ពស់ឬធ្លាក់ចុះជាបន្តបន្ទាប់មនុស្សជាច្រើនតែងតែងឿងឆ្ងល់ថាតើបុគ្គលឬស្ថាប័នណាមួយដែលមានអំណាចអស្ចារ្យអាចមកលៃតម្រូវឬកំណត់តម្លៃមាសនៅលើពិភពលោកបានតាមការពិតគ្មានប្រធានាធិបតីមហាសេដ្ឋីឬធនាគារកណ្ដាលណាម្នាក់អាចចង្អុលបញ្ជាឬគៀបសង្កត់កំណត់តម្លៃមាសតាមអំពើចិត្តនោះឡើយប៉ុន្តែតម្លៃមាសត្រូវបានបោះឆ្នោតនិងកំណត់ដោយកម្លាំងសេដ្ឋកិច្ចសកលដ៏ធំសម្បើមមួយហៅថាច្បាប់នៃការផ្គត់ផ្គង់និងតម្រូវការយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ CBS News និងការវិភាគពីសំណាក់អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញឲ្យដឹងថាមាសមិនមែនជាទំនិញធម្មតាទេប៉ុន្តែវាជាទ្រព្យសុវត្ថិភាពដែលមនុស្សទូទាំងពិភពលោកតែងតែរត់រកនៅពេលមានភាពចលាចលកត្តាចម្បងដំបូងគេដែលជាអ្នកបញ្ជាឲ្យតម្លៃមាសឡើងចុះគឺស្ថានភាពអតិផរណានិងតម្លៃប្រាក់ដុល្លារអាមេរិកនៅពេលដែលប្រាក់ដុល្លារមានតម្លៃថោកឬធ្លាក់ចុះអត្រាអតិផរណាកើនឡើងខ្ពស់នោះតម្លៃមាសនឹងហក់ឡើងខ្ពស់កប់ពពកព្រោះវិនិយោគិនព្យាយាមយកមាសមកការពារតម្លៃលុយកាក់របស់ពួកគេកុំឲ្យបាត់បង់តម្លៃផ្ទុយទៅវិញប្រសិនបើទីផ្សារសេដ្ឋកិច្ចអាមេរិកមានភាពរឹងមាំហើយអត្រាការប្រាក់ឡើងខ្ពស់គេនឹងងាកទៅសន្សំប្រាក់ដុល្លារវិញដែលធ្វើឲ្យតម្លៃមាសធ្លាក់ចុះមកវិញផងដែរក្រៅពីកត្តាប្រាក់ដុល្លារភាពតានតឹងផ្នែកនយោបាយពិភពលោកនិងចំនួនភូមិសាស្ត្រនយោបាយក៏ជាអ្នកកំណត់តម្លៃដ៏មានឥទ្ធិពលបំផុតម្នាក់ផងដែរគ្រប់ពេលដែលមានសង្គ្រាមវិបត្តិចំនួនតំបន់មជ្ឈិមបូព៌ាឬភាពមិនប្រកបប្រជាខាងនយោបាយសកលក្តីបារម្ភនឹងកើតមានឡើងដែលជំរុញឲ្យតម្រូវការទិញមាសសម្រុកកើនឡើងទ្វេដងទន្ទឹមនឹងនេះម្ចាស់ហាងលក់មាសក្នុងស្រុកយើងវិញក៏បានចេញមកពន្យល់ដែរថាការប្រែប្រួលតម្លៃមាសក្នុងស្រុកគឺមិនមែនកំណត់ដោយហាងណាមួយផ្ដាច់មុខនោះទេតែវាត្រូវរត់តាមតម្លៃស្តង់ដារអន្តរជាតិគួបផ្សំនឹងការចរាចរចរន្តសាច់ប្រាក់ស្ថិរភាពហិរញ្ញវត្ថុនិងថ្លៃដើមនៃការនាំចូលដើម្បីជៀសវាងហានិភ័យនៃការជាប់គាំងដើមទុនម្យ៉ាងវិញទៀតកម្លាំងទិញក្នុងស្រុកនិងកម្រិតជីវភាពប្រជាពលរដ្ឋដែលកាន់តែល្អប្រសើរក៏ជាចំណែកមួយជំរុញឲ្យទីផ្សារមាសមានសកម្មភាពមមាញឹកជារៀងរាល់ថ្ងៃផងដែរសរុបសេចក្តីមកតម្លៃមាសមិនត្រូវបានកំណត់ដោយមនុស្សម្នាក់ឬស្ថាប័នតែមួយនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការបូកសរុបឥទ្ធិពលសេដ្ឋកិច្ចពិភពលោកអត្រាប្រាក់ដុល្លារអតិផរណាព្រមទាំងចិត្តសាស្ត្ររបស់មនុស្សជាតិទាំងមូលដែលតែងតែស្វែងរកសុវត្ថិភាពសម្រាប់ទ្រព្យសម្បត្តិរបស់ខ្លួនក្នុងពេលដែលពិភពលោកមានភាពមិនច្បាស់លាស់